សូមស្វាគមន៍បងប្អូនមកកាន់ភាសាអង់គ្លេសសម្រាប់ខ្មែរហើយថ្ងៃនេះយើងសិក្សាចំនួន10ពាក្យដែលជាទូទៅយើងប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលសិក្សាដូចតទៅអូខេពាក្យទី1ពាក្យ like ពាក្យ like ថ្នាក់ពាក្យជា verb ប្រែថាចូលចិត្តអូខេអានម្ដងទៀត like verb ប្រែថាចូលចិត្តក្នុងនោះយើងមានឧទាហរណ៍ example I like a pizza I like a pizza ខ្ញុំចូលចិត្តpizza អូខេឧទាហរណ៍ទី2 I like football I like football I like football ខ្ញុំចូលចិត្តបាល់ទាត់អូខេពាក្យទី2ពាក្យ love គឺជាកិរិយាជា verb ប្រែថាស្រឡាញ់ឬក៏ចូលចិត្ត example I love my family I love my family I love my family អូខេI ខ្ញុំ love ស្រឡាញ់យើងរៀនមិញ love my family គ្រួសាររបស់ខ្ញុំស្រឡាញ់គ្រួសាររបស់ខ្ញុំអូខេឧទាហរណ៍ទី2 I love music ខ្ញុំចូលចិត្តស្ដាប់ចម្រៀងក្នុងថ្ងៃនេះយើងប្រែថាចូលចិត្តខ្ញុំចូលចិត្តស្ដាប់ចម្រៀងឬខ្ញុំចូលចិត្តចម្រៀងពាក្យទី3ពាក្យ teach អូខេ teach ថ្នាក់ពាក្យជា verb ប្រែថាបង្រៀន example I teach English ខ្ញុំបង្រៀនអង់គ្លេស ខ្ញុំ teach អូខេ teach បង្រៀន English ខ្ញុំបង្រៀនអង់គ្លេសអូខេឧទាហរណ៍ទី2 she teach student every day she teach student every day she teach ហេតុអីបានតែនេះមាន es ដោយសារc ទៅនឹងជាបរិះទី3ឯកវចនៈឬយើងហៅថាជា third person singular ណាជាបរិះទី3ឯកវចនៈអញ្ចឹងកាលណាបើប្រើកិរិយាសព្ទកាលណាបើប្រើជាមួយនឹងប្រធាននេះបរិះទី3ឯកវចនៈគឺត្រូវប្រើ thêm e ឬក៏ es ក្នុងទីនេះបញ្ចប់ដោយ ch អញ្ចឹងយើងត្រូវ thêm es she teach student every day នាងបង្រៀនសិស្សជារៀងរាល់ថ្ងៃនាងបង្រៀនសិស្សជារៀងរាល់ថ្ងៃ student សិស្ស every day រៀងរាល់ថ្ងៃអូខេពាក្យបន្តពាក្យ learn ថ្នាក់ពាក្យជា verb រៀន I learn ខ្មែរ language ខ្ញុំរៀនភាសាខ្មែរ he is learning English every day he is learning English every day នេះយើងដាក់ learning ណាដោយសារអីបាន learning ដោយសារប្រយោគហ្នឹងជា present continuous អញ្ចឹងគឺ learning បើថានាងគឺកំពុងរៀនភាសាអង់គ្លេសជារៀងរាល់ថ្ងៃអូខេនាងកំពុងរៀនភាសាអង់គ្លេសជារៀងរាល់ថ្ងៃអូខេហើយពាក្យបន្តទៀតពាក្យ try try y ទៅនេះសូន I try ថ្នាក់ពាក្យជា verb ប្រែថាប្រឹងប្រែងឬក៏ព្យាយាមអូខេ example they try to learning English they try to learning English they ពួកគេព្យាយាមរៀនអង់គ្លេសអូខេឧទាហរណ៍ទី2 we try every hard ពួកយើងប្រឹងប្រែងយ៉ាងខ្លាំងអូខេពាក្យបន្តទៀតពាក្យ speak យើងអាន speak ថ្នាក់ពាក្យជា verb ប្រែថានិយាយឬក៏ពោល example she speak very fast she speaks very fast អូខេនាងនិយាយយ៉ាងលឿនអូខេ very fast យ៉ាងលឿនណាលឿនបំផុតឬក៏យ៉ាងលឿនអញ្ចឹងទៅចឹងដូចឧទាហរណ៍ខាងដើមមុនណាបទប្រធានជា third person singular បរិះទី3ឯកវចនៈអញ្ចឹងកិរិយាសព្ទត្រូវ thêm s ឬក៏ es អញ្ចឹងក្នុងទីនេះយើង thêm s អូខេដោយសារកិរិយាសព្ទនេះវាមានលក្ខខណ្ឌផ្សេងទៅនេះបញ្ចប់ដោយ k អញ្ចឹង k យើង thêm s ធម្មតាណាអូខេម្ដងទៀត she speak very fast អូខេនាងនិយាយយ៉ាងលឿនឧទាហរណ៍ទី2 can I speak to you
to you Can I speak to you អូខេតើខ្ញុំអាចនិយាយជាមួយអ្នកបានអត់តើខ្ញុំអាចនិយាយជាមួយអ្នកបានដែរឬទេ to ទៅនឹងគឺជាណាបងប្អូនជាមួយណា Can I speak to you តើខ្ញុំអាចនិយាយជាមួយអ្នកបានអត់អូខេពាក្យបន្តពាក្យ want អូខេ want ថ្នាក់ពាក្យជា verb ចង់បានឬក៏ចង់អូខេ example she wants a new phone she wants a new phone she wants a new phone នាងចង់បានទូរស័ព្ទថ្មីមួយនាងចង់បានទូរស័ព្ទថ្មីមួយឧទាហរណ៍ទី2 they want to go home they want to go home they want to go home ពួកយើងចង់ទៅផ្ទះពួកយើងចង់ទៅផ្ទះ to go want to go ចង់ទៅ home ផ្ទះអូខេពាក្យបន្ទាប់ពាក្យ sink អូខេ sound សឹកណាបងប្អូនសឹក e ងឹក sink ថ្នាក់ពាក្យជា verb ប្រែថាគិត example you sing a lot you sing a lot អ្នកគិតច្រើនឧទាហរណ៍ទី2 she is thinking about her future she is thinking about her future ម្ដងទៀត she is thinking about her future នាងកំពុងគិតអំពីអនាគតរបស់នាងអូខេthinking about her future កំពុងគិតអំពីអនាគតរបស់នាងពាក្យបន្តពាក្យ walk ថ្នាក់ពាក្យជា verb ដែលប្រែថាដើរណាយើងប្រែថាដើរ example students walk to school school អូខេសិស្សដើរទៅសាលាឧទាហរណ៍ទី2 she walks in the park នាងដើរក្នុងសួនអូខេនាងដើរក្នុងសួនណាបន្តទៀតពាក្យ sit នឹងថ្នាក់ពាក្យជា verb ប្រែថាអង្គុយអូខេ example I sit on chair ជាងអានលឿនណា I sit on chair អូខេ I sit on chair ខ្ញុំអង្គុយលើកៅអីexample ឧទាហរណ៍ទី2 she sit by the window នាងអង្គុយជិតបង្អួចអូខេអញ្ចឹងការសិក្សាពាក្យរបស់យើងគឺមានតែប៉ុណ្្នឹងសង្ឃឹមថាគ្នាយើងបងប្អូននឹងទទួលបានចំណេះដឹងពីមេរៀនមួយនេះ